Ngàyនេះមានអ្វីដែលប្លែកចង់ចែកដែលជូនបងប្អូនហើយដែលមកពិនិត្យនឹងព្យាបាលសុខភាពចឹងណាបាទហើយនេះគឺ review ខ្លះៗនៅក្នុងមន្ទីរពេទ្យនៅបន្ទប់VIP ទេបាទប៉ុន្តែអ្វីដែលចង់ចែកម្លែកជូនបងប្អូនហ្នឹងគឺបងប្អូនតែងតែសួរថានៅហ្នឹងពិនិត្យអីព្យាបាលអីឮថាចែកម្លែកតែរឿងបេះដូងអីចឹងណាបាទហើយតែនៅទីនេះមែនតែនទៅគឺជាមន្ទីរពេទ្យដែលឯកជនដែលព្យាបាលទូទៅទាំងអស់រោគជំងឺគ្រប់ប្រភេទបាទជំងឺគ្រប់ប្រភេទហើយតែគ្រាន់ថានៅក្នុងនេះ specialist ខ្លាំងបំផុតហ្នឹងគឺបេះដូងហ្មងបេះដូង24ម៉ោងទល់24ម៉ោងចូលមកមន្ទីរពេទ្យនេះគឺស្មើណាក៏បានដែរអាចវះកាត់នឹងការព្យាបាលសង្គ្រោះបន្ទាន់គឺបេះដូងសំខាន់ហើយដុកទ័រគឺមានដុកទ័រគឺគាត់ប្រចាំការមានបញ្ហាអ្នកជំងឺបេះដូងស្មើណាមកដល់ពេទ្យស្មើណាគឺដុកទ័រមកស្មើហ្នឹងមិនថាថ្ងៃយប់ល្ងាចគឺបានទាំងអស់អញ្ចឹងណាបាទដោយសារតែខ្ញុំក៏ធ្លាប់ទទួលអ្នកជំងឺជនខ្មែរយើងមកវះកាត់បេះដូងសង្គ្រោះបន្ទាន់ឯច្រើនអញ្ចឹងបងប្អូនដែលធ្លាប់ឃើញដឹងស្រាប់ហើយខ្ញុំតាក់ទងជាមួយនឹងបេះដូងនេះគឺទទួលច្រើនបាទទទួលច្រើនហើយក្រៅតែពីបេះដូងគឺជំងឺទូទៅបងប្អូនជំងឺទូទៅមានភ្នែកត្រចៀកច្រមុះអីហ្នឹងហើយមានផ្នែកឆ្អឹងហើយបញ្ហាផ្សេងមិនថាមករាងកាយរបស់យើងរួមទាំងមហារីកគឺមហារីកទូទៅលើកលែងតែមហារីកគ្រាប់ឈាមទេដែលដុកទ័រហើយនិងមន្ទីរពេទ្យអត់ទទួលមើលដោយសារតែនៅទីនេះតាក់ទងជាមួយនឹងឧបករណ៍ការពិនិត្យតាក់ទងជាមួយនឹងផ្នែកខាងមហារីកគ្រាប់ឈាមហ្នឹងគឺពិបាកចឹងហើយក្រៅតែពីមហារីកគ្រាប់ឈាមគឺខាងមន្ទីរពេទ្យទទួលទាំងអស់ដោយសារតែនៅក្នុងមន្ទីរពេទ្យមានឯកទេសមានឧបករណ៍មានអីគ្រប់គ្រាន់ទាំងអស់សម្រាប់អ្នកមហារីកទូទៅទាំងបាញ់កាំរស្មីទាំងចាក់គីមីទាំងអីទាំងអស់ហើយរួមទាំងថ្នាំភុងប៉ៅថ្នាំអីចឹងណាបងប្អូនបាទហើយអ្វីដែលជំងឺទូទៅទឹកនោមផ្អែមលើសឈាមអីហើយរោគសន្លាក់បងប្អូនបើរោគសន្លាក់នេះគឺដុកទ័រខ្លាំងហ្មងហើយធ្លាប់ទទួលអ្នកដែលមានបញ្ហាអាលៀកសន្លាក់ធ្ងន់ធ្ងររ៉ាំរ៉ៃមកដើមរួចហើមដៃហើមជើងកមៀងកម្មាំងឲ្យបងប្អូនមកដុកទ័រគឺប៉ាកែមែនតែនអញ្ចឹងណាបាទមិនថាជំងឺប្រភេទជំងឺអីទេហើយគឺទទួលការព្យាបាលទាំងអស់ហើយដុកទ័រសិតតែជាដុកទ័រដែលមានប្រវត្តិការព្យាបាលឯកទេសខ្លាំងអញ្ចឹងណាហើយនេះដូចបងប្អូនឃើញស្រាប់អញ្ចឹងហើយកុំភ្លេចជួយ like share ផងបងប្អូនបាទហើយអរគុណច្រើន